ថ្ងៃនេះភ្លាត្រីសាល់ម៉ុនស្រស់វិញម្ដងបងប្អូនរសជាតិឆ្ងាញ់ណាស់ហើយត្រីសាល់ម៉ុនហ្នឹងបើសិនជាបងប្អូនចូលចិត្តត្រីរាងឆៅឆៅអញ្ចឹងគឺត្រូវតែម្ដងមើលទៅក្រហមទាំងបន្លែក្រហមទាំងសាច់តែម្ដងព្រោះថាអត់មានបន្លែបៃតងថ្ងៃនេះមានតែស្លឹកជីទេដែលពណ៌បៃតងជាពិសេសបើយើងចូលចិត្តបន្លែរាងច្រើនណាបងប្អូនយើងដាក់បន្លែច្រើនហើយដាក់បន្លែអីក៏បានដែរតាមការចូលចិត្តឥឡូវយើងមកមើលពីវិធីធ្វើនិងគ្រឿងផ្សំខ្ញុំមានម្ទេសផ្លោកចំនួន2ផ្លែមានពណ៌ក្រហមនិងពណ៌លឿងក្រូចឆ្មា1ផ្លែផងដែរការ៉ុត1កំណាត់ទេបងប្អូនខ្ទឹមក្រហមចំនួន2ចំណិតហើយម្ទេសដាក់តាមការចូលចិត្តសណ្តែកបដោះវិញក៏ដាក់តាមការចូលចិត្តដូចគ្នាហើយនឹងខ្ទឹមសបងប្អូនហើយនេះគឺជាជីកាមបងប្អូនប្រើជីវ៉ាន់ស៊ុយក៏បានដែរចាចំពោះម្ទេសវិញគឺខ្ញុំប្រើតែមួយចំហៀងទេបងប្អូនបើសិនជាដាក់ទាំងអស់គឺបន្លែច្រើនពេកអញ្ចឹងខ្ញុំហាន់តែមួយចំហៀងទេតែបើសិនជាបងប្អូនធ្វើច្រើនបងប្អូនដាក់ទាំងអស់អញ្ចឹងណាព្រោះថាមានគ្នាច្រើនដូចខ្ញុំនេះមានគ្នាតិចអញ្ចឹងខ្ញុំធ្វើតាមតិចហើយយើងហាន់ជាចំណិតស្ដើងអញ្ចឹងមកចំពោះការ៉ុតវិញគឺយើងត្រូវឈូសឲ្យស្ដើងតូចអញ្ចឹងណាខ្ទឹមក្រហមក៏ដូចគ្នាដែរគឺយើងត្រូវតែហាន់ឲ្យបានស្ដើងហើយចំពោះក្រូចឆ្មានេះក៏ដូចគ្នាដែរគឺយើងហាន់តុងអញ្ចឹងទៅចាហើយនេះគឺជាត្រីសាល់ម៉ុនចំនួន200ក្រាមបងប្អូនត្រីហ្នឹងគឺគេកាត់មកស្រេចហើយគឺខ្ញុំគ្រាន់តែយកសកាចេញបងប្អូនហើយខ្ញុំវះផ្នែកសនោះចេញឲ្យអស់កុំឲ្យឆ្អាបអញ្ចឹងណាចាយើងហាន់ជាដុំតូចតាមដែលបងប្អូនចូលចិត្តហាន់តូចឬធំអញ្ចឹងទៅចំពោះខ្ញុំគឺហាន់រួចរាល់ហើយហាន់ដុំតូចល្មមដែរទេឥឡូវយើងចាប់ផ្ដើមលាយទឹកត្រីដើម្បីធ្វើភ្លាទាំងអស់គ្នាខ្ញុំប្រើខ្ទឹមសចិញ្ច្រាំ3ទៅ4កំពឹសហើយនឹងម្ទេស2ទៅ3ផ្លែបងប្អូនដាក់តាមការចូលចិត្តហើយនឹងម្សៅស៊ុបមាន់ប៊ីចេងចាហើយនឹងស្ករសផងដែរបន្ទាប់មកខ្ញុំប្រើជាមួយនឹងម្ទេសហើយបន្តិចទឹកត្រីខ្ញុំប្រើ3ស្លាបព្រាបាយផងដែរហើយបន្តមកទៀតខ្ញុំច្បាច់ក្រូចឆ្មាចំពោះក្រូចឆ្មាបងប្អូនចូលចិត្តជូរដាក់រៀងច្រើនតិចទៅបើសិនជាមិនចូលចិត្តជូរទេយើងបន្ថយតាមនឹងទៀតទៅណាបងប្អូនកូរគ្រឿងផ្សំដែលយើងបានលាយនឹងឲ្យសព្វចូលគ្នាបានល្អទៅហើយយើងភ្លក់មើលសិនបងប្អូនចូលចិត្តរសជាតិបែបណាចាឥឡូវទឹកត្រីយើងបានលាយរួចរាល់ហើយយើងចាប់ដើមដាក់បន្លែយើងចូលទៅចំពោះបន្លែបងប្អូនដាក់បន្លែអីក៏បានដែរណាអត់រើសទេតាមការចូលចិត្តបន្ទាប់ពីដាក់បន្លែរួចរាល់ហើយយើងដាក់ត្រីចូលក្រោយគេមកគឺពណ៌ក្រហមស្អាតខ្លាំងមែនតើហើយទឹកត្រីហ្នឹងគឺយើងស្រូបពីលើទៅបងប្អូនខ្ញុំធ្វើមកល្មមនឹងតែម្ដងគឺអត់ធ្វើច្រើនអីទេល្មមតែញ៉ាំគ្នា2នាក់ហើយយើងរោយស្លឹកជីទៅច្បល់គ្រឿងផ្សំទាំងអស់ឲ្យសព្វបានចូលគ្នាល្អបងប្អូនចាមិនបាច់សកាត់ឬក៏មិនបាច់ច្បាច់អីទេព្រោះយើងគ្រាន់តែច្បល់ចឹងទៅបន្លែយើងគឺងាយស្រួលញ៉ាំទេបងប្អូនតែមកសន្ទុះហ្នឹងគឺរៀងតុនអស់ហើយខ្ញុំបន្ថែមនឹងអង្ករលីងបងប្អូនចង់ដាក់ក៏បានអត់ក៏បានដែរប៉ុន្តែចំពោះខ្ញុំដាក់អង្ករលីងទៅគឺឆ្ងាញ់មែនតើហើយខ្ញុំក៏ដាក់ច្រើនដែរគឺតែមួយស្លាបព្រាបាយហ្នឹងទេបងប្អូនបើសិនជាចូលចិត្តច្រើនជាងហ្នឹងដាក់ច្រើនជាងហ្នឹងតិចទៅហើយបងប្អូនខ្លះគាត់អត់ចូលចិត្តអង្ករលីងក៏មិនបាច់ដាក់ទេណាបងប្អូនឥឡូវយើងបានផ្សំគ្រឿងរួចរាល់អស់ហើយបងប្អូនភ្លក់មើលផងណាចូលចិត្តរសជាតិបែបណាបើខ្វះអីបងប្អូនថែមតាមហ្នឹងទៀតចាយើងដួសដាក់ចានមកដើម្បីញ៉ាំរួចរាល់ហើយបងប្អូនគឺភ្លាហ្នឹងងាយស្រួលធ្វើខ្លាំងមែនតើជាពិសេសដាក់បន្លែដែលយើងចូលចិត្តទៀតឆ្ងាញ់ណាស់បងប្អូនខ្ញុំចូលចិត្តរៀងរសជាតិជូរប្រៃហិលបងប្អូនឆ្ងាញ់មែនតើគឺយើងមិនបាច់យករសជាតិអីផ្អែមអីទេភ្លាហ្នឹងយើងយករសជាតិរៀងជូរហិលអញ្ចឹងគឺញ៉ាំត្រូវគ្នាតែម្ដងភ្លាបែបនេះយើងញ៉ាំតទេអញ្ចឹងក៏បានឬក៏ញ៉ាំជាមួយនឹងបាយក៏បានដែរប៉ុន្តែពួកខ្ញុំចូលចិត្តញ៉ាំបែបនេះច្រើនជាងញ៉ាំទៅប៉ះសាច់ត្រីរៀងតុនឆ្ងាញ់ខ្លាំងមែនតើបងប្អូនចាអរគុណបងប្អូនទាំងអស់គ្នាចំពោះការទស្សនា